គ្នាមាន firewall អ្នកទាំងអស់គ្នាមាន antivirus អ្នកទាំងអស់គ្នាមាន IT team ដែល strong មួយប៉ុន្តែអ្នកទាំងអស់គ្នាប្រកាសចិត្តទេថាប្រព័ន្ធរបស់អ្នកទាំងអស់គ្នាមានសុវត្ថិភាពហើយអ្នកទាំងអស់គ្នាប្រកាសចិត្តអត់ថាប្រព័ន្ធរបស់អ្នកទាំងអស់គ្នាគ្មានការ attack ចូលមកដើម្បីធ្វើការនៅក្នុងគោលបំណងផ្សេងមួយទៀតជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះអៀស្រីណេតជា Technical Consultant មកពី Process Solution ថ្ងៃនេះខ្ញុំមកចែកម្លែកអ្នកទាំងអស់គ្នាអំពី Vulnerability Assessment and Penetration Testing អ្វីទៅជា VAPT ឬក៏យើងអាចហៅឈ្មោះវាវិញថា Vulnerability Assessment Penetration Testing គឺជា process security មួយដែលយើងអាចធ្វើការស្វែងរកចំណុចទន់ខ្សោយរបស់ប្រព័ន្ធរបស់ពួកយើងហើយធ្វើការវាយប្រហារវាដើម្បីចង់ដឹងថាតើរបស់ពួកយើងនោះវាមានចំណុចទន់ខ្សោយអ្វីខ្លះហើយប៉ះពាល់យ៉ាងម៉េចខ្លះទៅលើប្រព័ន្ធរបស់ពួកយើងចំណុចនេះយើងនឹងនិយាយថាតើហេតុអីទៅការធ្វើ VAPT វាមានសារៈសំខាន់ចំពោះ business របស់ពួកយើង VAPT វាពិតជាមានសារៈសំខាន់ណាស់ចំពោះ business ដូចជាក្រុមហ៊ុនហិរញ្ញវត្ថុមួយគាត់ត្រូវបានការវាយប្រហារដើម្បីលួចយកព័ត៌មានរបស់ពួកគាត់លួចយកទិន្នន័យរបស់ពួកគាត់នោះធ្វើឲ្យពួកគាត់បាត់បង់ថវិកាអស់ជាច្រើនលានហើយការធ្វើ VAPT អាចជួយឲ្យពួកគាត់ដឹងមុនថាតើប្រព័ន្ធរបស់ពួកគាត់មានបញ្ហាអីខ្លះហើយអាចធ្វើឲ្យពួកគាត់ការពារវាជាមុននឹងការ attack មកជាពិសេសនោះពួកគាត់ក៏អាចធ្វើឲ្យការពារឈ្មោះស្ថាប័នរបស់ពួកគាត់បានដែរដោយពួកគាត់ធ្វើ VAPT នោះមានន័យថាពួកគាត់ការពារទិន្នន័យរបស់ភ្ញៀវពួកគាត់បានល្អហើយធ្វើឲ្យភ្ញៀវរបស់ពួកគាត់មានទំនុកចិត្តទៅលើស្ថាប័នរបស់គាត់ថាវាអត់ងាយបែកធ្លាយព័ត៌មានរបស់ភ្ញៀវនោះទេហើយចំណែកទី3នោះគឺការដឹងជាមុននៅបញ្ហាដែលអាចនឹងកាត់ឡើងបើសិនជាពួកគាត់ធ្វើ VAPT នោះគាត់អាចនឹងដឹងមុនថាប្រព័ន្ធរបស់គាត់ត្រង់នេះគឺមានចន្លោះប្រហោងឬការ set up system ធ្វើឲ្យពួកគាត់ធ្វើការ set up មិនគ្រប់គ្រាន់ config មិនគ្រប់គ្រាន់អញ្ចឹងគាត់អាចដឹងបញ្ហានឹងជាមុននិងធ្វើការការពារវាជាមុនជាចុងក្រោយនេះខ្ញុំសូមធ្វើការអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានធ្វើការទស្សនាវីដេអូមុននេះហើយបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាឬក៏មានចម្ងល់ពាក់ព័ន្ធជាមួយនឹង VAPT អ្នកទាំងអស់គ្នាអាចធ្វើការទាក់ទងមកកាន់ក្រុមហ៊ុន Process Solution ដើម្បីធ្វើការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុន Process Solution បានសូមអរគុណ